កិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេមនៅរុស្ស៊ីថ្ងៃទី10ខែមិថុនាឆ្នាំ2026ឯកឧត្តមពេញពោធិ៍សាអភិបាលនៃគណៈវិបាលខេត្តស្វាយរៀងនិងឯកឧត្តមឧត្តមសេនីយ៍ឯកកឹងខុនអគ្គស្នងការរងនគរបាលជាតិតំណាងឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិបានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេមដែលប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯកអនុប្រធាននាយកដ្ឋានព្រំដែនគោកឯកឧត្តមលោកជំទាវអភិបាលរងខេត្តឯកឧត្តមប្រធានសាលាដំបងខេត្តឯកឧត្តមព្រះរាជអាជ្ញានៃអាយិកាអមសាលាដំបងខេត្តលោកមេបញ្ជាការកងរាជបុត្រហត្ថខេត្តលោកស្រីឧត្តមសេនីយ៍វីរៈសេនីយ៍ស្នងការរងនគរបាលខេត្តលោកស្រីអភិបាលនៃគណៈវិបាលក្រុងស្រុកទៀង8លោកស្រីនាយករងការិយាល័យលោកស្រីប្រធានមន្ត្រីអង្គភាពជុំវិញខេត្តលោកអធិការរងក្រុងស្រុកទៀង8លោកនាយកលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែននិងលោកស្រីនាយប៉ុស្តិ៍នគរបាលទៀង80ប៉ុស្តិ៍សរុបវត្តមាន2083នាក់